តែបុព្វរើមកដល់ស្រុកខ្មែរវិញភ្លាមពេជ្រសូលីការៀបចំសប្រាយអបអរសាទរភាពជោគជ័យមិត្តសម្លាញ់យ៉ាងរំភើបមហាជនអ្នកគាំទ្រតាមដានរបស់តារាចម្រៀងទេពបុព្វរើសុទ្ធសឹងតែបានជ្រាបហើយថាប៉ុន្មានកន្លងទៅនេះអ្នកនាងបានសាងស្នាដៃដ៏មានមោទនភាពសម្រាប់សិល្បៈកម្ពុជាដែលបានទៅសម្ដែងទស្សនីយភាពចម្រៀងដ៏អស្ចារ្យរួមជាមួយសិល្បៈបុរាណនិងសម័យចានទម្រង់ក្នុងកម្មវិធីអន្តរជាតិ Round Festival 2025 នៅប្រទេសម៉ាឡេស៊ីក្រោយបញ្ចប់ការសម្ដែងលើឆាកអន្តរជាតិយ៉ាងរលូនអ្នកនាងទេពបុព្វរើត្រូវបានមហាជនអ្នកគាំទ្រកម្ពុជាក៏ដូចជាអ្នកសិល្បៈរួមអាជីពជាច្រើនបង្ហាញការអបអរសាទរនិងរំភើបជំនួសចំពោះភាពជោគជ័យមួយកម្រិតទៀតលើវិថីសិល្បៈរបស់នាងក្នុងការបង្ហាញវត្តមានលើឆាកអន្តរជាតិលើកដំបូងយ៉ាងអស្ចារ្យនេះជាមួយគ្នានោះអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតបើងាកមកមើលតារាចម្រៀងស្រីពេជ្រសូលីកាដែលជាមិត្តសម្លាញ់របស់ទេពបុព្វព្រឹកវិញបន្ទាប់ពីឃើញមិត្តត្រឡប់មកពីសម្ដែងលើឆាកអន្តរជាតិយ៉ាងជោគជ័យនេះអ្នកនាងបានរៀបចំនំទៅសប្រៃអបអរចំពោះភាពជោគជ័យរបស់មិត្តយ៉ាងរំភើបពោរពេញទៅដោយស្នាមញញឹមនិងក្តីស្រឡាញ់នៃមិត្តភាពអ្នកទាំងពីរផងដែរ